ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ក៏ដូចជា fan របស់នេះខ្ញុំហើយនឹងបងប្រុសប៉សៀងសុខសប្បាយអត់អូនសុខសប្បាយបងខានជប់គ្នាយូរនិយាយទៅតាំងពីថត MV មករយៈពេលប្រហែលខែអូនឬមួយក៏ចូលជាឆ្នាំហើយចូលមួយឆ្នាំហើយបងកាលពិតទៅ MV បទរបស់នាងខ្ញុំជាមួយនឹងប៉សៀងគឺពួកយើងថតយូរហើយប៉ុន្តែមិនទាន់មានឱកាសនឹងអាចបញ្ចេញជូនទៅដល់បងប្អូនទាំងអស់ទស្សនាហើយថ្ងៃនេះគឺមកធ្វើវីដេអូ reaction សម្រាប់ MV ទាំងពីរបទនឹងដែលបងប្អូនមានចម្ងល់ជាច្រើនបន្ទាប់ពីបានទស្សនា MV ទាំងពីរបទនេះហើយអញ្ចឹងប៉សៀងត្រៀមខ្លួនណាត្រៀមខ្លួនហើយបងសាច់រឿងនៅលើអនឯងចឹងអនឯងបកស្រាយរឿងច្រើនបន្តិចបាទហើយបងស៊ូមួយទៀតឥឡូវអនឯងឈប់អៀននៅអៀនដដែលបងនិយាយទៅនៅពេលដែលថតហ្នឹងលើកទី1ជាមួយនឹងគ្នាហើយសង្កេតឃើញប៉សៀងគាត់ដូចថាគាត់នៅក្មេងផងហើយថតជាមួយនឹងខ្ញុំលើកដំបូងផងអញ្ចឹងសង្កេតឃើញគាត់ថាអៀនខ្លាំងមែនតើដល់អញ្ចឹងជាបញ្យល់គាត់ថាអូនសម្រួលអារម្មណ៍កុំឲ្យអៀនប៉ុន្តែឥឡូវបងជួបលើកទី2នៅតែអៀនដែរអៀនដែរអូខេឥឡូវអញ្ចឹងធ្វើវីដេអូ reaction នេះខ្លួនឯងមានអីដែលចង់ប្រាប់ទៅបងប្អូនដែលមានចម្ងល់ច្រើនអូមានច្រើនណាស់តែតើយើងចាប់ផ្ដើមមើលទាំងអស់គ្នាសិនចាអូខេឥឡូវចាប់ផ្ដើមអូខេលេខបទទី1មុនបទយាម3ចេញប្លង់នេះមកស្រឡាញ់ខ្លាំងមែនតើខ្ញុំស្រឡាញ់ប្លង់ហ្នឹងដែរស្រឡាញ់ background មានរបៀបជាស្រះទឹកក្នុងបរិវេណអង្គរវត្តកន្លែងនេះក៏ស្អាតដែរស្អាតហ្នឹងទៅគ្រប់ប្លង់ហ្នឹងស្អាតខ្ញុំមើលខមមិនច្រើននៅក្នុងហ្នឹងគេសរសើរអំពីប្លង់ភាគច្រើនស្អាតហើយខ្ញុំឃើញ audience គាត់ព្យាយាមឲ្យផលិតបន្ថែមទៀតអូខេឥឡូវបងសុំសួរកន្លែងហ្នឹងមួយសិនពួកឯងក៏មាន comment សួរដែរថាអំពីការបច្ចេកទេសនៃការប្រើប្រាស់សម្លេងបទហ្នឹងហេតុអីបានជាប៉សៀងច្រៀងជាសម្លេងខ្មោចហេតុអីបានជាមិនចុះឲ្យតង់ទៀបជាងនឹងបានមូលហេតុដែលខ្ញុំច្រៀង mood and tune របៀបថែរបៀបសម្លេងខ្មោចអញ្ចឹងណាបងដោយសារតែពាក់ព័ន្ធនឹងសាច់រឿងនិងអត្ថន័យបទចម្រៀងរបស់យើងគឺរបៀបអារម្មណ៍មនុស្សដែរយល់សពរបៀបថាយល់សពគេអញ្ចឹងណាបងអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ mood and tone ហ្នឹងទៅធ្វើឲ្យអារម្មណ៍អ្នកស្ដាប់គឺគាត់ feel ទៅតាមហ្នឹងអញ្ចឹងបាទអ្នកស្ដាប់មួយចំនួនខ្ញុំឃើញគាត់ comment ដូចគ្នាដែរគាត់និយាយថានៅពេលដែលស្ដាប់បទនៅក្នុងសាច់រឿង MV ដែលបងបានថតហ្នឹងខ្ញុំមានអារម្មណ៍នឹកភ្នោកឬក៏មានអារម្មណ៍មួយគេហៅថាដូច déjà vu អញ្ចឹងណារបៀបថារឿងនេះធ្លាប់កើតម្ដងហើយប៉ុន្តែគាត់ជួបអត្តភាពហ្នឹងម្ដងទៀតអញ្ចឹងហើយបានខ្ញុំជ្រើសរើសយកថូនសម្លេងហ្នឹងបែបជាងសម្លេងថ្មលាយជាមួយនឹងសម្លេងធម្មតាបានន័យថាបញ្ជាក់អំពីមនុស្សដែលគេងចាគេងលក់ហើយយកសពចឹងទៅហើយនិយាយថាដឹងខ្លួនបន្តិចមិនដឹងខ្លួនបន្តិចអញ្ចឹងណាចាំមកកំណត់យកសម្លេងហ្នឹងទៅអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គាត់នឹងយល់ថាគាត់សួរមកច្រើនមែនទេថាហេតុអីបានបត់ហ្នឹងមិនតម្លាក់តង់តិចទៅអត់ទេគឺគេមានលក្ខណៈដូចថានៃការផលិតណាគេថាបត់ជាមួយរឿងមួយគឺមានមនោចេតនាក៏ដូចជាអារម្មណ៍ខុសៗគ្នាអញ្ចឹងយើងកំណត់យកសម្លេងក៏តាមបត់ចម្រៀងដែរចាហើយតកតងនឹងការយកសពអញ្ចឹងបានអូនឯងដាក់ចំណងជើងបទយាម3តែបាទយាម3ហ្នឹងហើយនិយាយទៅបទចម្រៀងទាំងពីរបទហ្នឹងគឺគំនិតច្នៃប្រឌិតហើយក៏ដូចជាការនិពន្ធទាំងទំនុកច្រៀងហើយនិងទំនុកភ្លេងគឺប៉សៀងគាត់អ្នកនិពន្ធផងដែរនិពន្ធហើយមានក្រុមការងារបន្ថែមពីក្នុងហ្នឹងដែលគាត់ជួយ check up បន្ថែមអញ្ចឹងណាបងបាទគាត់កែនៅចំណុចខ្វះខាតពាក្យពេចន៍ឬក៏អត្ថន័យអត្ថរសបន្ថែមអញ្ចឹងទៅអូខេតោះឥឡូវយើងបន្តមើលទៀតមើលមានអីទៀតអត់មានច្រើនណាស់និយាយទៅមានច្រើននិយមទៅនិយាយ1ម៉ោងក៏អត់អស់មែនតើអូខេបងតោះយើងបន្តទៀតព្រោះនៅច្រើនដែរនៅច្រើននិយាយទៅបងប្អូនដែលគាត់ទស្សនាគាត់មានចម្ងល់ច្រើនមែនតើអញ្ចឹងថ្ងៃហ្នឹងមកបកស្រាយ
ប្លង់នៅនឹងស្អាតខ្លាំងបងនិយាយទៅបងមើលទាំងពីរបត់ហ្នឹងស្អាតទាំងអស់ហ្មងសំខាន់គឺស្រឡាញ់ខ្លាំងពេញចិត្តបត់ខ្លួនឯងខ្លាំងហ្មងសម្បីតែខ្ញុំអ្នកធ្វើតើក៏មានអារម្មណ៍ថាមនុស្សចេតនានៅពេលដែលយើងមើលពីដើមដល់ចប់មានអារម្មណ៍ចូលទួជាមួយហ្នឹងបាទចេញមកបៃតានេះពេលហ្នឹងអៀនបងអៀនណាបាទកន្លែងប្លង់ផ្ទះនេះស្អាតមែនទែនផ្ទះខ្មែរអូមានគេសួរដែរថាផ្កានេះជាប្រភេទផ្កាអីគេនិយាយទៅក្នុងសាច់រឿងហ្នឹងក៏គេសួរដែរថាផ្កាហ្នឹងគឺផ្កាអីគេពួកឯងមែនតើទៅបងក៏អត់ស្គាល់ដែរណាប៉ុន្តែគ្រាន់ថាដឹងថាខ្លួនឯងធ្លាប់លេងពីក្មេងតាំងពីទូចមកអញ្ចឹងយកមកពវល់ឲ្យហោះអីចឹងបាទបងហ្នឹងអាហ្នឹងដូចជាគេហៅថាផ្កាកគីបងអញ្ចឹងហ៎បាទហើយនៅក្នុងហ្នឹងសម្រាប់ផ្កាកគីហ្នឹងក៏យើងមាន plot twist សម្រាប់សាច់រឿងទៅមុខទៀតដែរនៅពេលដែលតួប្រុសគាត់ឆ្លងសម័យទៅហើយគាត់បានរើសជាមួយនឹងផ្កាកគីដែលលេងជាមួយតួស្រីហ្នឹងធ្វើឲ្យគាត់នឹកឃើញបន្តិចៗចឹងទៅនឹកឃើញបន្តិចៗចឹងណាបងបាទហើយដល់បងសួរប៉សៀងដោយសារប៉សៀងអ្នកសៀមរាបស្រាប់អញ្ចឹងប៉សៀងអាចដឹងច្រើននៅក្នុងទឹកដីសៀមរាបនឹងច្រើនចាអូខេបន្តទៀតបានហ្នឹងហើយចាប់ផ្ដើមសង្ស័យបាទកន្លែងមិញនៅពេលដែលបងលេងស្និទ្ធស្នាលជាមួយឯងអញ្ចឹងខ្លួនឯងមានអារម្មណ៍មិនព្រោះអាពេលដែលថតហ្នឹងខ្ញុំចាំទស្សនវិជ្ជាហ្នឹងអត់ភ្លេចទេដោយសារប៉សៀងគាត់អៀនខ្លាំងមែនទៅជាខ្ញុំដែលជាមនុស្សស្រីហ្នឹងនាំគាត់លេងវិញនិយាយរួមទៅថាមិនដែរខ្ញុំអៀនមែនអៀនតាមត្រង់ហ្មងអៀនបងខ្លាំងបំផុតអៀនហ្មងបាទដោយសារតែលើកទី1សម្ដែងខ្នាតធំទៀតបងអាចថាខ្នាតធំហ្មងជាទូទៅខ្ញុំសម្ដែងតែ lip sync ធម្មតាទេបងហើយដល់ពេលទៅខ្នាតធំចង់តើបងគាត់ប្រាប់វិញថាអូន relax មួយអូនចាពួកឯងបងតានអញ្ចឹងនិយាយទៅមើលដឹងថាប៉សៀងគាត់មានអារម្មណ៍អៀនខ្លាំងហ្មងហើយសំខាន់គឺគាត់ប្អូនទៀតប៉ុន្តែអ្នកដែលគួរឲ្យនិយាយថាអៀនហ្នឹងគឺបើគិតទៅបងវិញតែខ្ញុំអៀនបងដោយសារអញ្ចឹងមុននឹងចូលរួមការងារជាមួយនឹងប៉សៀងហ្នឹងបានប្រាប់ឲ្យថាអូនឯងរើសបងហ្នឹងតើច្បាស់ហ្នឹងហ៎នៅពេលដែលយើងថតទៅរូបភាពគឺជាដូចថាជាធម្មតាគឺអូនឯងគឺអាយុតិចជាងបងអាយុតិចជាងបងច្រើនហ្មងអញ្ចឹងបងខ្លាចនៅក្នុងការតែងខ្លួនថតទៅអាចគេថារូបភាពមានភាពមនុស្សស្រីហ្នឹងចំណាស់ជាងមនុស្សប្រុសបាទបងអញ្ចឹងអ្នកដែលខ្លាចគឺបងវិញបាទបងប្រាប់ប៉សៀងរហូតថាអូនសម្រួលអារម្មណ៍កុំឲ្យថាតានតឹងហើយយើងរៀនសម្ដែងពីឥឡូវហ្នឹងថាអត់ចង់ឲ្យចេញរូបភាពមកជាដៃគូស្នេហាប៉ុន្តែលក្ខណៈដូចថាបងស្រីហើយនឹងបងប្រុសបាទបងលួចសាច់ខ្លួនឯងតែឡើងហ្នឹងខ្ញុំចាំពេលហ្នឹងពេលបងប្រាប់ដែរជាយាមសម្រួលអារម្មណ៍ហើយហាត់សមបន្ថែមខ្លួនឯងអញ្ចឹងមើលរឿងមើលអីខ្លះអញ្ចឹងណាមើលគេខ្លះចាអត់អីទេប៉សៀងធ្វើបានហើយគេបន្តទៀតបានអូ clear កន្លែងហ្នឹងទាំងរូបភាពទាំង clear ខ្ញុំស្រឡាញ់ហ្មងបងសំស្គប់កន្លែងហ្នឹងចាclear កន្លែងទៅហ្នឹងខ្ញុំគិតថាជាហុកផាតមួយដែលខ្ញុំស្រឡាញ់ជាងគេហ្មងអញ្ចឹងហ៎ព្រោះនៅពេលដែលខ្ញុំនិយាយ clear ហ្នឹងច្រៀង clear ហ្នឹងគឺក្រុមការងារគាត់ស្ដាប់ទៅគាត់ហាក់ដូចជាបានឃើញនៅរូបភាពអីម្យ៉ាងសម្បីតែការនិយាយមួយនេះបងថតទាំងអស់គ្នាក៏គាត់ទៅជែកពីនឹងកន្លែង clear ហ្នឹងខ្ញុំ clear ហ្នឹងរស់មែនclear ហ្នឹងបាទខ្ញុំស្រឡាញ់ clear ហ្នឹងខ្លាំងជាងគេហ្មងហើយនៅពេលដែលដាក់ជាមួយ MV យើងក្នុងចំណុចហ្នឹងចូលតួមែនទេហ្មងកន្លែងហ្នឹងហើយខ្ញុំឃើញ audience គាត់ react ពីកន្លែងហ្នឹងច្រើនអញ្ចឹងមិនមានតែកន្លែងហ្នឹងណាច្រើនទៀតមានកន្លែងសំខាន់ទៀតនៅក្នុងបទយា3ហ្នឹងបាទបងអូខេបងយើងតទៀតយកដៃខ្ទប់មកគេងជូតទឹកភ្នែកចិត្តសង្វេគใจតែនឹកបងសុំមួយទាំងគំនូរហ្នឹងអញបានយកពីបងមួយនៅ
នៅក្នុងបន្ទប់លើមានពីរតែបងបានឲ្យឯងមួយនៅបាទឲ្យមួយហើយឲ្យមួយឲ្យត្រង់ឈុតដែលពេលទៅផ្ទះបុរាណទៅហើយពេលហ្នឹងចាប់ផ្ដើមផ្លាត់ទ្វីសបងចេញពីក្នុងហ្នឹងមកបាទអត់ទេបងចង់និយាយថាទាំងគំនូរហ្នឹងយើងយកទៅថតមានពីរទៅមានពីរបងតែបងបានឲ្យទៅមួយហើយនៅយើងត្រូវទុកម្នាក់មួយទុកអនុស្សាវរីយ៍បងឲ្យហើយសួរដោយសារបងភ្លេចដែរយើងទៅបើសិនជាបងអត់ឲ្យក៏សុំតតាមទៀតណាស្រឡាញ់រុកនឹងយើងទៅអូខេកន្លែងនេះនៅក្នុងបទយាម3ហ្នឹងដែលសំខាន់គេគឺកន្លែងហ្នឹងឯងអញ្ចឹងអាចមានការបកស្រាយបានជូនដល់ទស្សនិកជនអញ្ចឹងនឹងឲ្យសង្ខេបខ្លីៗទៅកន្លែងហ្នឹងតាមពិតទៅកន្លែងហ្នឹងគឺយើងធ្វើឡើងដើម្បីតោងព្រលឹងបានអាស៊ីនហ្នឹងយើងធ្វើតោងព្រលឹងអញ្ចឹងបានន័យថាតួប្រុសគាត់ធ្វើការតោងព្រលឹងដោយសារតែគាត់មានអារម្មណ៍ថាអាសាច់រឿងដែលគាត់ជួបកន្លងមកហ្នឹងវាជាហ្នឹងហើយវាជាមិនមែនគ្រាន់តែយល់សពឯងបានន័យថាវាជារឿងពិតសម្រាប់គាត់បណ្ដោយបានន័យថាយល់សពហ្នឹងគឺសង្ស័យថាអាចនឹងមានទំនាក់ទំនងអីជាមួយនឹងយល់សពបានហ្នឹងជាតាដូចថាយល់សពឃើញដដែលអញ្ចឹងត្រូវទេបាទយល់សពឃើញដដែលហើយបន្តមកទៀតយើងធ្វើការហន្តងព្រលឹងមកដើម្បីហៅវិញ្ញាណនឹងមកបញ្ជាក់ពីសាច់រឿងដែលកើតមានកន្លងមកហើយនៅក្នុងហ្នឹងបន្ទាប់ពីស៊ីនហ្នឹងទៅតិចទៀតបងដូចបងនឹងឃើញហើយក្នុងហ្នឹងយើងមានកន្លែងស៊ីមសត្វសត្វមៀមបាទសត្វមៀមស៊ីនសត្វមៀមដែលជាទូទៅសត្វមៀមអាចថាតំណាងចុះបងតំណាងឲ្យប្រព័ន្ធហ្នឹងបើតាមបងយល់ថាសត្វមៀមគឺដូចថាសត្វមៀមហ្នឹងគឺគាត់មានញាណមួយដែលផ្សារភ្ជាប់ជាមួយផ្សារភ្ជាប់ហ្នឹងហើយបាទផ្សារភ្ជាប់ជាមួយនឹងវិញ្ញាណដែលបានដូចថាស្លាប់ទៅបាទមនុស្សស្លាប់ហើយក៏អាចដឹងអំពីការស្លាប់របស់មនុស្សមុនដែរអាចមើលឃើញព្រលឹងវិញ្ញាណអញ្ចឹងណាបងអញ្ចឹងបានក្នុងផាតហ្នឹងគឺមានរូបភាពមៀមគាត់ងាកមកចេះបាទនៅពេលដែលចប់ពិធីហ្នឹងទៅគឺមានហ្មងបាទនិយាយទៅបងអ្នកថតខ្លួនឯងក៏បងដឹងដែរប៉ុន្តែគាត់ថាបង្កើតជាសំណួរសួរខ្លួនឯងដើម្បីបកស្រាយឲ្យបងប្អូនទាំងអស់គាត់ទស្សនាឲ្យបានយល់ព្រោះដោយសារបងប្អូនយើងឆ្ងល់ច្រើនមែនទែនកន្លែងហ្នឹងគាត់ថាបងហេតុអីបងដាក់កន្លែងហ្នឹងហេតុអីដាក់កន្លែងហ្នឹងឥឡូវបានបកស្រាយជូនគ្រប់ប្លង់ទាំងអស់សិតតែមានអត្ថន័យផ្សារភ្ជាប់ជាមួយនឹងប្រូលចម្រៀងបាទយើងដាក់ប្លង់មួយណាយើងដាក់សัตว์មៀមឬមួយក៏អ្វីផ្សេងហ្នឹងគឺសិតតែយើងចង់ផ្សារភ្ជាប់ជាមួយនឹងរូបភាពហ្នឹងជាមួយនឹងអត្ថន័យបទចម្រៀងឲ្យស្របទៅតាមគ្នាតែម្ដងហ្នឹងហើយគេអាចបន្តទៀតបានអាចារ្យតងបលឹងអើយនាងមកគឺកែវជីវ៉ាខ្ញុំបូឡាយខ្ញុំបូលនាងហើយឆាប់រាជើងព្រាអូនិយាយទៅកន្លែងហ្នឹងពេលដែលស្ដាប់បទហ្នឹងម្នាក់ឯងគឺថាឡើងព្រឺខ្លួនហ្មងខ្ញុំទៅព្រឺសម្បុរមកបងខ្ញុំតែខ្ញុំឃើញខមមិនបងប្អូនគាត់ share ណាខ្ញុំអានហើយសើចចុកពោះមិនទៅគាត់ថាបងអើយម៉ោង8 load notification មកបទថ្មីរបស់ Idol ហើយចុចស្ដាប់ទៅពងនៅបោះតង់នៅការីរំបាទហើយស្ដាប់ហើយពងលងលោចូលតួទៅដល់កន្លែងហ្នឹងបើរត់ចែកជើងគ្នាទៅអូយកន្លែងហ្នឹងហេតុអីបានស្ដាប់ទៅព្រឺសម្បុរដោយសារតែគឺជាកន្លែងដែលយើងនិយាយថាអត្ថន័យបទចម្រៀងគឺតងព្រលឹងបាទតងព្រលឹងហៅតួស្រីមកដើម្បីបញ្ជាក់ពីសាច់រឿងដែលមានមកបាទតាំងពីនឹងមកបងដល់ហ៊ានស្ដាប់បទហ្នឹងម្នាក់ឯងស្ដាប់តែការគ្នាដល់ខាត់ហ្នឹងបងចាអូយនេះបងនិយាយទៅបងស្រឡាញ់នេះកន្លែងសិនពិសេសបងនឹងបងចង់និយាយថាបងស្រឡាញ់សលេងខ្លួនឯងកន្លែងហ្នឹងហើយគ្រាន់តែបងចាំទាំងអន្តរសាសហើយរូបភាពឆ្វាច់ទៅឃើញភ្នែកមៀមចេះហើយចូលនឹងឧបករណ៍ខ្មែរយើងបន្តទៀតគឺថាវាចូលគ្នាហ្មងវាស៊ីគ្នាធ្វើអារម្មណ៍របស់យើងមើលទៅដូចថាជាតួអង្គមួយក្នុង MV ហ្នឹងណាមិនមែនតែបងទេណាចាដូចថាអ្នកមើលហ្នឹងក៏អាចចូលតួតាមដែរចាកន្លែងហ្នឹងព្រោះខ្លាំងអូនដូចថារូបភាពមួយហើយយើងស្ដាប់សលេងមួយទៀតទាំងឧបករណ៍ភ្លេងអីអូយព្រោះខ្លាំងកន្លែងហ្នឹងសំកាត់តិចបងកន្លែងហ្នឹងពេលលើកផ្គាក់មកបងកុំការនិយាយថាបងកាន់ឲ្យស្រួលណាយ៉ាត់របូតណាមិនកាត់កន្លែងឈុតហ្នឹងជាយាមនំគ្នាក៏លើកក៏ខ្ញុំលើកទៅចង់របូតដៃហ្នឹងកាមេរ៉ារែកចោលបណ្ដោយនិយាយទៅកាមេរ៉ាគាត់ដឹងហើយបាទគាត់ដឹងមកថាសំដែងទេមិនចេះមែនតែនទេខ្លាចភ្លេចខ្លួនអញ្ចឹងណាបាទអូមែនបងនេះចូលដល់ប្លង់នេះ
ក៏ខ្ញុំស្រឡាញ់ដែរបង ស្រឡាញ់ដូចគ្នា បាទប្លង់នេះដូចជាប្រាសាទកែវប្លង់នេះស្អាត អូបើឲ្យបងបែងចែកថាប្លង់ណាស្អាតឬមួយក៏ប្លង់នេះស្អាតជាងបងថាដល់ពេលយើងមើលដល់ចប់ទៅអត់អាចបែងចែកថាប្លង់ណាស្អាតជាងប្លង់ណាគឺស្អាតទាំងអស់តែម្ដងគ្រប់ប្លង់ផ្នែកមែនតើសំខាន់គឺ director ហ្នឹងគាត់បកកែចាប់ប្លង់ឃើញប្រាសាទអង្គរវត្តឃើញទិដ្ឋភាពប្រាសាទបុរាណរបស់យើងហើយជាមួយនឹងដើមឈើធំគាត់បកកែចាប់ប្លង់មែនតើមើលទៅគឺថារូបភាពបទចម្រៀងមួយហ្នឹងគឺមាន mood នៅក្នុងហ្នឹងតែបង អញ្ចឹងមិនតង់កន្លែងនេះចង់អរគុណដល់ក្រុមការងារយើងផងដែរទោះបីជាយើងមានរបស់ល្អប៉ុណ្ណាក៏ដោយប៉ុន្តែបើសិនជាយើងអត់ចេះប្រើប្រាស់វាក៏នៅតែអត់មានលទ្ធផលល្អដែរបងបាទយើងស្អាតខ្លាំងមែនតើទាំង color ទាំងទាំងទិដ្ឋភាពជារួមស្អាតអូស្អាតខ្លាំងហើយបងជួយចិត្តប្លង់ដែលអត់ថាយើងឈរអញ្ចឹងហើយកាមេរ៉ាគាត់ចាប់រេមិនចេះបាទហ្នឹងហើយដូចថាមើលទៅប្លង់ហ្នឹងគេហៅថាប្លង់រស់ហ្មងគឺប្លង់មកតួនៅហ្នឹងហើយកាមេរ៉ាដើរមិនចេះអូយស្រឡាញ់ខ្លាំងមែនតើបាទបងឈុតហ្នឹងក៏ខ្ញុំស្រឡាញ់ឈុត costume ហ្នឹងស្អាតបាទស្អាតនេះស៊ីនដំបងចាប់ដើមថតដល់បងនេះស៊ីនដំបងបាទអៀនច្រើនតិចកន្លែងហ្នឹងដល់បងឃើញថាអូប៉ោសៀងប៉ាជាអៀនបងហើយដោយសារថតមួយគ្នាលើកដំបងធម្មតាអូនថតជាមួយគ្នាលើកដំបងបើសិនជាមកពីបងមានបទពិសោធន៍យូរឆ្នាំហើយអញ្ចឹងបងដឹងអំពីអារម្មណ៍ហ្នឹងអញ្ចឹងណាអញ្ចឹងប៉ុន្តែសំខាន់ប៉ោសៀងអត់ដែរថតជាមួយនឹងតួស្រីទៅត្រូវអត់អាចថតដែរប៉ុន្តែក្នុងលក្ខខណ្ឌ lip sync ធម្មតាអញ្ចឹងណាបងដែរសំដែងគឺថាស្និទ្ធស្នាលអញ្ចឹងកាប់ពិតមែនតើអត់តន់ស្និទ្ធទេណាបងនេះបងហ្នឹងហើយបងណាដូចជានៅអត់តន់ស្និទ្ធដល់ពេលហ្នឹងបងប្រាប់ទៀតប្រយ័ត្នណាចេញទៅអូនតែចេញទៅដូចបងហើយហ្នឹងបងស្រីចប់ហ្មងបងស្រីបងកោចប់បាទបងថាចេះអូនណាប្រយ័ត្នតិចប្រយ័ត្នចេញទៅរូបភាពបងស្រីនិងប្អូនប្រុសពេលនេះចាំមកបាទមើលទៅតែបងនៅមើលឃើញខ្លួនឯងរៀងចំណាស់ជាងបន្តិចតែអត់ទេបងឃើញខមមិនច្រើនថាបងក្មេងដដែលអ្នកខ្លះគាត់ថាចាស់តែអ្នកមើលកន្លែងនេះម៉ោងប៉ុន្មានយប់នេះយើងចាំអីដូចជាម៉ោង2យប់3យប់ហ៎ម៉ោង2អូខេកន្លែងនេះក៏មានបងប្អូនក៏សួរច្រើនដែរថាសាច់រឿងហ្នឹងហេតុអីបានតួស្រីហ្នឹងចុងក្រោយនៃបទយាម3ហ្នឹងគាត់រៀបចំខ្លួនឲ្យកាន់ដាវរត់ទៅនឹងហើយនឹងជួបព្រាហ្មណ៍2នាក់អូខេបងអញ្ចឹងដល់កន្លែងហ្នឹងខ្ញុំគិតថា audience ក៏គាត់ប្រហែលជាឆ្ងល់ច្រើនដូចគ្នាដែរប៉ុន្តែដោយសារតែយើងមានភាគ2ដែលនឹងបកស្រាយទាំងអស់ហ្មងអញ្ចឹងចង់ឲ្យស្ដាប់នៅភាគ2ឲ្យចាំយើងបកស្រាយវិញបងបាទសិនពិសេសស្អាតបងរត់មានជន់បន្លាជន់សលេងអញ្ចឹងបានឈៀងមួយបងអញ្ចឹងបងប្អូនទាំងអស់រងចាំទស្សនាការបកស្រាយនៃសាច់រឿងទាំងអស់នៅបទរបស់នាងខ្ញុំគឺបទព្រលឹងចាំស្នេហ៍អញ្ចឹងបទនេះគឺត្រឹមប៉ុណ្្នឹងសិនអញ្ចឹងទស្សនានៅបទក្រោយជាបន្តទៀត To be continue អរគុណ